គ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជំរាបជាតិជាទីស្នេហាតេតិនជាមួយនឹងបងប្អូនដែលសួរមកខ្ញុំថាឥឡូវបណ្ដាញផ្សព្វផ្សាយសង្គមរបស់ថៃយ៉ាងម៉េចអ្នកសារព័ត៌មានយ៉ាងម៉េចរដ្ឋាភិបាលយ៉ាងម៉េចហើយខាងយោធាយ៉ាងម៉េចអញ្ចឹងខ្ញុំលើកឡើងតេតិនជាមួយនឹងរឿងប្រជាពលរដ្ឋថៃជាពិសេសបណ្ដាញផ្សព្វផ្សាយឬអ្នកសារព័ត៌មានផ្សាយសតទោះឥឡូវអត់មានការងារធ្វើទេហើយដែលបានខ្ញុំលើកឡើងដូច្នេះគឺតេតិនជាមួយនឹងរឿងហ្នឹងឥឡូវនេះមួយថ្ងៃពីមួយថ្ងៃមិនថាបណ្ដាញផ្សព្វផ្សាយសង្គម Facebook របស់ប្រជាពលរដ្ឋខ្មែរប្រភពព័ត៌មានពីណាមកណាមិនដឹងឲ្យតែឃើញអីបន្តិចពាក់ព័ន្ធមួយខ្មែរឥឡូវហ្នឹងអ្នកសារព័ត៌មានរបស់ថៃអត់មានការងារអីធ្វើក្រៅពីយកព័ត៌មានទាំងអស់នោះមកឆ្លិចមកច្បាច់យកមកឆ្នៃដើម្បីនឹងបំផុសបំផុលញុះញង់ចាក់រុកឲ្យមានកំហឹងក្តីឲ្យមានព្រឹត្តិការណ៍ណាមួយគួរឲ្យចាប់អារម្មណ៍ពីព្រោះថាឥឡូវហ្នឹងឲ្យទៅថាមាន Facebook ខ្មែរណាផុសពាក់ព័ន្ធជាមួយនឹងជនជាតិសឹកពាក់ព័ន្ធជាមួយនឹងបញ្ហារឿងថៃខ្មែរហ្នឹងគឺថាយកមកហើយគឺបញ្ហាសន្តិសុខជាតិរបស់ខ្មែរអញ្ចឹងហើយសូមបញ្ជាក់ថាឥឡូវហ្នឹងអត់មានការងារធ្វើទេពួកនោះក្រៅពីធ្វើព័ត៌មានញុះញង់ដើម្បីនឹងនិយាយទៅចង់លេបតបាក់ទឹកដីខ្មែរប៉ុន្តែមិនស្រួលដោយការគិតទេសូមបញ្ជាក់ប៉ុណ្ណឹងពីព្រោះទឹកដីខ្មែរជាទឹកដីស័ក្តិសិទ្ធិទឹកដីអច្ឆរិយៈទឹកដីតាំងពីបុរាណដូនតាមកមានប្រវត្តិរាប់ម៉ឺនពាន់ឆ្នាំមកហើយមិនមែនតិចទេបាទរាប់ម៉ឺនឆ្នាំមកហើយអញ្ចឹងសូមកុំសូវញុះញង់ចង់បានទឹកដីខ្មែរខ្លាំងពេកព្រោះដឹងថាប្រទេសថៃនឹងកើតឡើងនៅក្នុងសតវត្សទីប្រមាណផងអញ្ចឹងហើយប្រទេសហ្នឹងខ្ញុំបានលើកឡើងនៅវីដេអូមុនថាប្រទេសជាប្អូនទេនិយាយឡើងសុទ្ធតែប្រទេសបងប្រទេសប្អូនប៉ុន្តែប្រទេសបងប្អូនអីអត់មានដែលគ្រប់បងសោះចង់តែញុះញង់បងនឹងព្យាយាមចង់លេបតបាក់ទឹកដីបងរហូតអញ្ចឹងហើយតេតិនជាមួយនឹងរឿងនេះខ្ញុំសូមលើកឡើងពាក់ព័ន្ធជាមួយនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានផ្សេងមិនថាព័ត៌មានធំទូចថៃរដ្ឋអាមេរិក TV ឆុង8ឬក៏ប៉ុស្តិ៍ដទៃទៀតជាច្រើនព្យាយាមក្នុងការដែលបង្កាច់បង្ខូចកម្ពុជាព្យាយាមដែលញុះញង់ព្យាយាមដែលក្នុងការដែលផ្សាយយ៉ាងណាចង់ឲ្យគេឃើញថាកម្ពុជាមានកំហុសតែប្រទេសណាមានកំហុសដឹងស្រាប់ហើយតាំងពីការបាញ់បង្ហាមលើកម្ពុជាមុនតាំងពីការបាញ់បង្ហាមលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជារហូតដល់មានការបាត់បង់ជីវិតទាំងយោធាកម្ពុជាទាំងប្រជាពលរដ្ឋកម្ពុជារឿងនេះថៃត្រូវដោះស្រាយបើមិនដូច្នេះទេកម្ពុជាមានពិតអញ្ចឹងហើយសូមបញ្ជាក់ឡើងវិញថាអ្នកសារព័ត៌មានរបស់ថៃពីមួយថ្ងៃទៅមួយថ្ងៃគ្មានអីក្រៅពីផ្សាយពាក់ព័ន្ធជាមួយកម្ពុជាទេលែងមានផ្សាយអីហើយទឹកលិចទឹកអីព្យុះអីលិចកើតនេះអាយដែលវាបហាប្រទេសថៃហ្នឹងហើយនឹងផ្សាយពាក់ព័ន្ធជាមួយនឹងរឿងកម្ពុជារឿងទាំងអស់នេះសូមបញ្ជាក់ឡើងវិញថាចំពោះពុកម៉ែបងប្អូនយើងគួរណាស់តែផ្សាយនៅអ្វីនឹងទិសដៅផ្សេងជៀសវាងផ្សាយព័ត៌មានមួយចំនួនទៅធ្វើឲ្យមានការយល់ច្រឡំប៉ុន្តែកម្ពុជាបានផ្សាយនៅអ្វីទៅតាមថ្នាក់ដឹកនាំនឹងเพจរបស់ថ្នាក់ដឹកនាំប្រមាណជា12เพจហ្នឹងជាផ្លូវការហ្នឹងគឺត្រឹមត្រូវក្នុងទិសដៅតែមួយទាំងរដ្ឋាភិបាលទាំងវិស័យសន្តិសុខជាតិទាំងក្រសួងព័ត៌មានទាំងក្រសួងការបរទេសអីគឺយើងផ្សាយក្នុងទិសដៅតែមួយយកជាការបានហើយពិភពលោកគេទទួលស្គាល់ដែរប៉ុន្តែដោយឡែកថៃយើងផ្សាយតែពីមិនដឹងណានៃរដ្ឋាភិបាលផ្សេងទៅអ្នកសារព័ត៌មានថៃនោះផ្សាយផ្សេងទៅអាយោធានោះផ្សេងទៅខំផ្សាយតែទោះបីជាយ៉ាងណាក៏ដោយរឿងពិតនៅតែជាការពិតกระดาษមិនអាចខ្ចប់ភ្លើងបានអញ្ចឹងហើយជៀសវាងឲ្យមានព័ត៌មានញុះញង់នានាដែលធ្វើឲ្យខាងថៃនឹងយកមកផ្សាយដើម្បីនឹងវាប្រហារកម្ពុជាប្រជាពលរដ្ឋយើងគួរតែជៀសវាងក្នុងការដែលផ្សាយរឿងមួយចំនួនពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិពាក់ព័ន្ធជាមួយនឹងរឿងតាមបន្តព្រំដែនថៃកម្ពុជាហ្នឹងកុំឲ្យពួកវាយល់ឥឡូវហ្នឹងពួកវាហ្នឹងគឺយល់ហើយសម្បើមក្នុងការដែលផ្សាយមករហូតមកទៀតមានការជំនាន់មុនហ្នឹងមេតបគុំភាគ2បាទឃ្លាំងនោះវាថាវាយតែ3ម៉ោងឯងមកដល់ពេញក្រោយមកថា3ថ្ងៃហើយក្រោយមកទៀតហ្នឹងឥឡូវវាថាវាយ100ថ្ងៃមកដល់ភ្នំពេញហើយចំណាយលុយប្រហែលជា300សែនលាននេះចាំคลิปវីដេអូក្រោយខ្ញុំបាននឹងបញ្ជាក់តេតិនជាមួយនឹងរឿងទាំងអស់ហ្នឹងប៉ុន្តែសំខាន់យើងធ្វើយ៉ាងណាមូលចិត្តមូលគំនិតគ្នាក្នុងទិសដៅតែមួយរបស់រដ្ឋាភិបាលយើងដើម្បីនឹងឈានទៅរកសុខសន្តិភាពពិតប្រាកដបើសិនជាថៃចង់បានសុខសន្តិភាពមែនមិនត្រូវឲ្យអ្នកសារព័ត៌មានរបស់ខ្លួន
ទាំងអាព័ត៌មានធំអាព័ត៌មានទូចអាព័ត៌មានអនឡាញទាំងអាថៃរ៉ាត់ទាំងអាម៉ារិន TV ទាំងអាឆុង8អាឆុង36អាស្អីរបស់វាទាំងប្រមាណហ្នឹងខំញុះញង់មានច្រើនទៀតមិនមែនមានតែប៉ុណ្្នឹងផ្សាយហូហែតែពេញជាមួយនឹងខាងកម្ពុជាយើងឲ្យតែឃើញប្រជាពលរដ្ឋយើងបរោះតាមមួយคลิปនោះវាយកមកចុះឡើងហើយពាក់ព័ន្ធជាមួយនឹងគ្រាន់តែរថយន្តយើងបើកចុះឡើងអីហ្នឹងសិតតែចល័តអញ្ចេះដកអញ្ចោះធ្វើអញ្ចេះវានិយាយទៅវាប្រើតែព័ត៌មានចាក់រុកនេះជាខួរក្បាលរបស់និស័យរបស់សញ្ជាតិរបស់ប្រទេសជាចោលដែលអួតថាខ្លួនស៊ីវិល័យចង់បានសន្តិភាពគាត់ថាបាសាយសន្តិភាពប៉ុន្តែអ្នកសារព័ត៌មានញុះញង់នឹងខាងកងទ័ពញុះញង់ហើយបាទព័ត៌មានមនុស្សមួយចំនួនទៀតដែលខំយកមកផ្សាយដែលជាពលរដ្ឋថៃក្នុងការដែលធ្វើឲ្យមានការយល់ច្រឡំព័ន្ធច្រឡំហ្នឹងហើយនឹងប្រមាថមកដល់ថ្នាក់ដឹកនាំកម្ពុជាប្រមាថមកដល់ប្រទេសជាតិកម្ពុជានិងប្រជាពលរដ្ឋកម្ពុជាអញ្ចឹងទទួលយកទៅជួយយកខ្លួនឯងនៅសម្ដីអ្វីដែលខ្លួនឯងនិយាយផងបើមិនដូច្នេះទេកម្ពុជាមានពិតប្រយ័ត្នហើយពាក់ព័ន្ធជាមួយនឹងការវិវត្តនានាផ្សេងទៀតហ្នឹងខ្ញុំបាននៅតែបន្តធ្វើវីដេអូជាបន្តទៀតដើម្បីជម្រាបជូនពុកម៉ែបងប្អូនពីព្រោះថាឋានការនយោបាយរបស់ប្រទេសថៃខ្ញុំបានបញ្ជាក់នៅคลิปវីដេអូមុនហើយគឺដល់ពេលដើរថយក្រោយហើយក៏រាប់ថយក្រោយដែររាប់ថយក្រោយវាមិន4ខែមលេសភារលុយបោះឆ្នោតឲ្យបានសិនទៅកុំឲ្យណាចំណាយលុយរាប់សែនលានដើម្បីវាប្រហាមដល់ទីក្រុងភ្នំពេញអាកន្លែងនេះគួរណាស់តែពិចារណាឡើងវិញអញ្ចឹងខ្ញុំជម្រាបពុកម៉ែបងប្អូនតាក់ទិនជាមួយនឹងបណ្ដាញផ្សព្វផ្សាយសារព័ត៌មានថៃមួយចំនួនហ្នឹងមួយចំនួនធំហ្មងមានមួយចំនួនទូចគឺមិនអាចយកជាការបានទេជៀសវាងនឹងយើងយកខ្លឹមសាររបស់ពួកវាមកផ្សាយបន្តអាហ្នឹងដូចជួយប្រម៉ូទឲ្យវាចឹងមិនបាច់ទេជៀសវាងបានជៀសវាងទៅកុំយកអាคลิปវានិយាយអត់ប្រយោជន៍មិនដឹងណានៃពីព្រោះឥឡូវហ្នឹងយើងដឹងស្រាប់ហើយតែអាមេរិកញ៉ាកដាលដើម្បីឈ្មោះទៅសុខសន្តិភាពរវាងប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធីហើយនឹងមានម៉ាឡេស៊ីទៀតធានអាស៊ានទៀតឥឡូវនឹងចេញមកដឹងណានៃទេលែងទុកអ្នកណានៅក្នុងខ្សែភ្នែកថៃឥឡូវសង្ស័យបើភាសាខ្មែរយើងនិយាយស្រួលស្ដាប់ថាវាពលម្សៅធំក្លិនម្សៅបាញ់គ្នាកន្លងមកហ្នឹងវាឈ្ងុយវាមិនដឹងអញ្ចឹងវាចេះតែអញ្ចឹងវាលែងគ្រប់អាមេរិកលែងគ្រប់ម៉ាឡេស៊ីលែងគ្រប់អាស៊ានហើយចង់ធ្វើជាបងធំដល់ណាទៀតអស់ពេលហើយចឹងងាកមករកសុខសន្តិភាពនិងដោះស្រាយដោយសន្តិវិធីដោយអ្វីដែលជាកិច្ចព្រមព្រៀងគ្នាមកវិញតែមិនដូច្នេះទេហ្នឹងនៅតែអញ្ចឹងស្ថានភាពហ្នឹងធ្វើឲ្យវល់វក់ពេញហ្នឹងសម្រាប់ប្រទេសមួយហ្នឹងអញ្ចឹងខ្ញុំបាទនៅបន្តធ្វើវីដេអូជាបន្តទៀតសូមពុកម៉ែបងប្អូនកុំភ្លេចតាមដានសូមអរគុណ